Và trong sốទាំងអស់គ្នានេះជាវីដេអូដែលខ្ញុំបង្កើតមកដើម្បីប្រាប់ពីរបៀបប្រើប្រាស់នៅក្នុង app ចឹងយើងបើក app មកហើយយើងឃើញមានកន្លែងប៊ូតុងចុច start broadcast ណាកន្លែងនេះយើងចុច start វាមុនក៏បានដែរឬក៏ចុចកន្លែងទនេចោលក៏បានដែរចឹងធ្វើម៉េចឲ្យតា start broadcast ហ្នឹងវាដើរហើយយើងចុចឲ្យ start ប៊ូតុងខាងលើនោះទៅហើយវាឃើញពណ៌ក្រហមប៊ូតុងពណ៌ក្រហមហ្នឹងមានន័យថាវាដំណើរការហើយលេខខាងក្រោមនេះវាជាគេហៅថាជា IP ជា IP ជាហោះវាអញ្ចឹងលេខហ្នឹងគឺជាលេខដែលវាមាននៅក្នុង Wi-Fi របស់យើងណាអញ្ចឹងយើងយកលេខហ្នឹងមកវាយចូលក្នុង browser កុំព្យូទ័រយើងមកចុងមកទៀតជា enter ទៅអញ្ចឹងវានឹងផ្ទេរអេក្រង់ហ្នឹងចូលមកក្នុង browser កុំព្យូទ័រយើងហើយអញ្ចឹង Windows ក៏បាន Linux ក៏បានអញ្ចឹងនៅការផ្ទេរអេក្រង់ពីទូរស័ព្ទមកកុំព្យូទ័រគឺងាយៗអញ្ចឹងយើងអត់បាច់ញញ៉ៃអញ្ចឹងណាហើយកន្លែងបិទជាង kill app ហើយយើងអាចចុចទៅលើកន្លែង screen ខាងលើមកហើយចុចប៊ូតុង stop មកប៉ុណ្ណឹងក៏បានដែរអរគុណ